សម្រាប់ប្រពន្ធព្រោះ iPhone 17 Pro Max ខ្ញុំបាទវិបុលជាអ្នកជនបទមកពីខេត្តកំពង់ចាមហើយមកធ្វើការនៅទីក្រុងភ្នំពេញជាកម្មកររោងចក្រជាមួយប្រពន្ធរបស់ខ្ញុំដែលទើបនឹងរៀបការហើយថ្មីខ្ញុំហើយប្រពន្ធខ្ញុំបានមកធ្វើការនៅក្នុងរោងចក្រឯកជនមួយកន្លែងនៅជាយក្រុងភ្នំពេញជិតផ្សារកាណាឌីយ៉ាក្បែរលូ5ជាមួយពូមីងបងប្អូនខ្ញុំតែធ្វើការនៅទីនោះពេលមកដល់ខ្ញុំបានជួលបន្ទប់ចិត្តបន្ទប់មីងពូរបស់ខ្ញុំនឹងធ្វើការនៅទីនោះបានមួយរយៈយ៉ាងរលូនតែបានប្រាក់ខែពីអ្នកប្តីប្រពន្ធសំគូល្មមដែលអាចផ្គប់ផ្គង់គ្រួសាររបស់ខ្ញុំដែលទើបនឹងចាប់ផ្ដើមមួយរយៈពេលក្រោយមកខ្ញុំក៏បានធ្វើការនៅសល់ប្រាក់បានគូសំល្មមហើយនឹងគិតថានឹងសង់ផ្ទះតូចមួយនឹងទិញម៉ូតូថ្មីមួយដើម្បីងាយស្រួលធ្វើដំណើរនៅពេលទៅធ្វើការនិងទៅលេងស្រុកកំណើតម្ដងប៉ុន្តែអ្វីដែលខ្ញុំគិតត្រូវរលាយការគិតរបស់ខ្ញុំទាំងអស់បន្ទាប់ពីក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិកបានចេញ iPhone 17 Pro Max ដែលមានរូបរាងស្អាតគួរពេញនិយមសម្រាប់មនុស្សសម័យថ្មីដែលមានតម្លៃជិត$3,000ដែលធ្វើឲ្យមនុស្សសឹងគ្រប់គ្នាពិសេសស្ទីលយុវវ័យចង់បានទិញមកប្រើនៅកាន់នៅក្នុងដៃដើម្បីបង្អួតគ្នានឹងលុយឆៃរបស់ពួកគេតែនៅក្នុងពេលនោះប្រពន្ធរបស់ខ្ញុំរូបនាងក៏ចង់ទិញ iPhone 17 Pro Max មកកាន់នៅក្នុងដៃរបស់នាងផងដែរហើយបានរំអុកខ្ញុំជាច្រើនលើកជាច្រើនសារប៉ុន្តែត្រូវបានខ្ញុំបដិសេធនិងបានរៀបរាប់នៃជាភាពលំបាកនៅក្នុងគ្រួសារតែទោះបីជាខ្ញុំខំរៀបរាប់បញ្យល់ទៅនាងយ៉ាងណាក្តីក៏នាងមិនស្ដាប់ខ្ញុំរៀបរាប់នោះដែរហើយក៏នៅតែចុចចេះចង់ទិញ iPhone 17 Pro Max យកមកប្រើជានិច្ចមួយរយៈពេលក្រោយមករូបខ្ញុំហើយប្រពន្ធខ្ញុំចាប់ដើមខ្នោះចិត្តនឹងគ្នាស្ទើរគ្រប់ពេលវេលាហើយតែងតែប្រកែកសម្ដីដាក់គ្នាបន្តិចបន្តួចទៅវិញទៅមកហើយចាប់តាំងពីពេលនោះមករូបខ្ញុំហើយនឹងប្រពន្ធខ្ញុំក៏មិនសូវស្និទ្ធស្នាលដូចកាលពីមុនផងដែរលុះមានពេលវេលាមួយម្ដាយខ្ញុំបានឈឺធ្ងន់នៅឯស្រុកពេលនោះខ្ញុំបានសុំច្បាប់ពីការងារក្នុងរោងចក្រមួយសប្តាហ៍ដើម្បីទៅមើលម្ដាយឈឺនៅឯផ្ទះហើយគិតថានាំប្រពន្ធខ្ញុំទៅជាមួយប៉ុន្តែអ្វីដែលស្រងាក់ចិត្តនោះគឺប្រពន្ធខ្ញុំមិនទៅជាមួយខ្ញុំនោះទេបន្ទាប់មកខ្ញុំបានជិះរថយន្តឈ្នួលត្រឡប់ទៅស្រុកកំណើតទៅមើលម្ដាយឈឺទាំងអារម្មណ៍សោកសៅនិងឈឺចាប់ជាទីបំផុតមួយសប្តាហ៍កន្លងផុតទៅម្ដាយរបស់ខ្ញុំក៏នៅតែមិនធូរស្រាលពីជំងឺទៀតពេលនោះខ្ញុំក៏បន្តសុំច្បាប់សម្រាប់ពីការងារក្នុងរោងចក្របន្ថែមរីឯប្រពន្ធរបស់ខ្ញុំវិញរូបនាងបានត្រឹមតែខលតាក់ទងគ្នាតាមទូរស័ព្ទតែប៉ុណ្ណោះលុះ6ខែក្រោយមកទើបម្ដាយខ្ញុំជាសះស្បើយពីជំងឺរួចហើយខ្ញុំក៏បានលាឪពុកម្ដាយត្រឡប់មកធ្វើការនៅភ្នំពេញនៅរោងចក្រកន្លែងដដែលវិញលុះពេលមកដល់ក្នុងបន្ទប់ស្រាប់តែខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញប្រពន្ធខ្ញុំមានចិត្តសប្បាយរីករាយមិនតែប៉ុណ្ណោះបានឃើញប្រពន្ធខ្ញុំកាន់ iPhone 17 Pro Max តម្លៃប្រហែលជិត$3,000យ៉ាងថ្មីស្រឡាងកាន់នៅក្នុងដៃនាងទៀតផងពេលនោះខ្ញុំបានសួរទៅនាងដែលនាងមានលុយទិញទូរស័ព្ទ iPhone ប្រើដោយមិនបានប្រាប់ខ្ញុំបន្ទាប់មកនាងមិនបាននិយាយអ្វីច្រើននោះទេគ្រាន់តែនាងបានប្រាប់ថាគឺជាលុយរបស់នាងសន្សំហើយចង់ស្វែងខ្ញុំតែប៉ុណ្ណោះភ្លាមនោះខ្ញុំស្ដាប់ប្រពន្ធរបស់ខ្ញុំនិយាយរួចក្នុងចិត្តខ្ញុំមិនទាន់ជឿនាងទាំងស្រុងនោះទេហើយខ្ញុំក៏មិនបានសួរដេញដោលអ្វីច្រើននោះដែរបន្ទាប់បានមួយថ្ងៃលុះពេលល្ងាចប្រពន្ធខ្ញុំកំពុងតែថែមម៉ោងបន្ថែមម៉ោង6:30នាទីល្ងាចពេលនោះមីងពូរបស់ខ្ញុំបានហៅខ្ញុំទៅក្នុងបន្ទប់របស់គាត់ហើយគាត់ទាំងពីរនាក់បាននិយាយរៀបរាប់ប្រាប់ខ្ញុំស្ងាត់ឲ្យបានដឹងថារយៈពេល6ខែពេលដែលខ្ញុំទៅមើលថែម្ដាយរបស់ខ្ញុំនៅឯស្រុកធីតាប្រពន្ធខ្ញុំបានសុំច្បាប់រោងចក្រមួយសប្តាហ៍ទៅណាក៏មិនដឹងលុះនាងត្រឡប់មកវិញស្រាប់តែនាងមានទូរស័ព្ទ iPhone 17 Pro Max ប្រើនៅក្នុងដៃហើយពូមីងរបស់ខ្ញុំបានសួរទៅនាងក៏មិនប្រាប់បន្ទាប់មកពួកគាត់បានគិតថាប្រពន្ធខ្ញុំប្រហែលលួចទៅដេកជាមួយនរណាហើយទើបនាងមានលុយទិញទូរស័ព្ទ iPhone 17 Pro Max ប្រើដូច្នេះពេលនោះខ្ញុំមានអារម្មណ៍អន់ចិត្តជាខ្លាំងរួចហើយខ្ញុំក៏បានផឹកស្រាជាមួយពូរបស់ខ្ញុំអស់8កំប៉ុងទាំងដែលខ្ញុំមិនសូវចេះផឹកលុះដល់ម៉ោង9យប់ខ្ញុំបានទៅសួរប្រពន្ធខ្ញុំភ្លាមនៅក្នុងបន្ទប់ពេលទៅដល់
ខ្ញុំបានឃើញប្រពន្ធខ្ញុំកំពុងដេកលេងទូរស័ព្ទយ៉ាងញញឹមញញែមដែលបានធ្វើឲ្យចិត្តរបស់ខ្ញុំរឹតតែក្តៅរួចហើយខ្ញុំបានសួរទៅនាងអំពីនាងមានលុយទិញទូរស័ព្ទ17 Pro Max ពេលនោះនាងមិនបានប្រាប់ខ្ញុំនោះទេប៉ុន្តែដោយខ្ញុំបានដេញដោលសួរនាងច្រាំដែលច្រើនដងនាងក៏បានប្រាប់ខ្ញុំថាគឺនាងបានលុយពីមីងរបស់នាង$10,000ទើបនឹងលក់ដីបានរួចហើយប្រពន្ធខ្ញុំក៏បានយកកាតធនាគារឲ្យខ្ញុំភ្លាមហើយបាននិយាយបន្តទៀតថាក្នុងកាតធនាគារមានលុយជាង$7,000សម្រាប់ទិញម៉ូតូនិងទុកធ្វើផ្ទះនិយាយរួចរូបនាងក៏បានសម្រេចខ្លួនដេកលើពូកលេងទូរស័ព្ទវិញតែនៅក្នុងពេលនោះក្នុងចិត្តខ្ញុំរឹតតែមិនជឿនាងនឹងកាន់តែខឹងខ្លាំងលើដើមព្រោះអីមុននឹងរៀបការជាមួយខ្ញុំប្រពន្ធខ្ញុំគឺរស់នៅជាមួយមីងដោយគ្មានអ្វីសោះសូម្បីតែមីងរបស់នាងក៏ក្រីក្ររស់នៅក្នុងផ្ទះតូចប្រក់ស្បឺចាស់ស្ទើរតែរលំហើយក៏គ្មានកេរដីធ្លីគ្មានអ្វីនោះដែរបន្ទាប់មកដោយអំណាចនៃសូរ៉ាភាពស្រវឹងជោគជាំនិងភាពប្រច័ណ្ឌរបស់ខ្ញុំខណៈដែលប្រពន្ធរបស់ខ្ញុំដោយដេកលេងទូរស័ព្ទមិនបានចាប់អារម្មណ៍រំពេចនោះខ្ញុំក៏បានយកទូរស័ព្ទពីក្នុងដៃនាងបោកនឹងទៅចិញ្ចាំងបែកខ្ទេចហើយបានយកខ្នើយពីលើក្បាលដំណេកមកខ្ទប់មុខនាងភ្លាមទាំងកំរោលពេលនោះធីតាប្រពន្ធខ្ញុំបានខំប្រឹងរើបំរាស់និងខំប្រឹងស្រែកប៉ុន្តែនាងមិនអាចស្រែករួចនោះឡើយបន្តិចក្រោយមកនាងក៏បានដេកខ្យល់ស្លាប់នៅក្នុងពេលនោះទៅបន្ទាប់ពីខ្ញុំបានសម្លាប់ប្រពន្ធខ្ញុំរួចហើយខ្ញុំក៏បានអង្គុយយំនៅក្នុងបន្ទប់ទាំងអារម្មណ៍សោកសៅដោយមិនបានរត់គេចទៅណានោះដែរលុះព្រឹកឡើងខ្ញុំត្រូវបានប៉ូលីសចាប់ខ្លួននិងបានសួរនាំរឿងហេតុការណ៍ដែលប្រពន្ធខ្ញុំស្លាប់នៅក្នុងបន្ទប់ជាមួយខ្ញុំពេលនោះខ្ញុំក៏បាននិយាយរៀបរាប់និងសារភាពនៅរឿងរ៉ាវទាំងអស់ដែលខ្ញុំបានប្រព្រឹត្តប្រាប់ទៅប៉ូលីសទាំងអស់ដោយគ្មានលាក់បាំងអ្វីនោះឡើយប៉ុន្តែភ្លាមនោះស្រាប់តែមីងពូដែលជាសាច់ញាតិជាអ្នកចិញ្ចឹមប្រពន្ធរបស់ខ្ញុំគាត់ក៏បានមកដល់ហើយគាត់បាននិយាយទាំងទឹកភ្នែកប្រាប់ទៅប៉ូលីសនិងរូបខ្ញុំឲ្យបានដឹងថា5 ខែមុនប្តីរបស់គាត់បានលក់ដីយាយតាជាចំណែកដីរបស់ប្តីគាត់បានលុយជាង$50,000រួចហើយដោយក្តីអាណិតទៅធីតាជាក្មេងកំព្រារស់នៅជាមួយគាត់តាំងពីតូចដែលគាត់ទុកស្មើនឹងកូនបង្កើតរបស់គាត់ឬគាត់ទាំងពីរអ្នកប្តីប្រពន្ធក៏បានទេមកធីតាឲ្យទៅផ្ទះគាត់រយៈពេល7ថ្ងៃដើម្បីទទួលលុយ$10,000ដែលគាត់ទុកសម្រាប់ឲ្យនាងប៉ុន្តែពេលនេះនាងត្រូវបែរជាស្លាប់ដោយសារប្តីរបស់នាងសម្លាប់ដូច្នេះសោះបន្ទាប់ពីខ្ញុំបានស្ដាប់ពាក្យពូមីងរបស់ប្រពន្ធខ្ញុំរៀបរាប់ចប់ហើយនោះក្នុងចិត្តខ្ញុំស្ទើរស្រឡាំងកាំងដោយក្នុងខ្លួនខ្សោះអស់កម្លាំងដៃជើងទន់ស្ទើរតែរលំចង់ដួលម្ដងរួចហើយបន្ទាប់ពីមួយសប្តាហ៍ក្រោយមកតុលាការក៏បានសម្រេចចិត្តឲ្យខ្ញុំជាប់ពន្ធនាគារជាប់គុកអស់មួយជីវិតហើយតាំងពីពេលនោះខ្ញុំបានរស់នៅទាំងអារម្មណ៍ស្ដាយក្រោយបំផុតដោយមិនជឿពាក្យសម្ដីរបស់ប្រពន្ធខ្លួនឯងហើយខ្ញុំក៏ត្រូវវិបដិសារីអស់មួយជីវិតក្នុងគុករហូតមកដល់ពេលឥឡូវនេះ